Bạn chia đầm bóng xong cọp chỉ đẹp số là con đi cấu cái này trong một hai là con đi cấu ông pi cà pra và bọn cực cầu này sợ xa bạn chẳng là không ngày này đấy trong năm hai là con đi cấu ông pi cà pra và bọn cực cầu này sợ xa là lừa tôi sắp đây bạn chẳng đầm bay cho pra và bọn này bán tìm mối là con đi cấu trời cả lính đầm bay cho không một bọn hay tí phí cứ thì con có trai caនៅQR code បាទដើម្បី login ចូលដែល link ហើយនឹង QR code ហ្នឹងក្រុមការងារដែលជាអ្នកសម្របសម្រួលនឹងផ្សាយជូនលោកនិកបាទអញ្ចឹងនៅពេលដែលលោកនិកចូលមកកាន់ link ចុចទៅលើ link ហ្នឹងយើងនឹងបាននៅផ្ទាំងបែបនេះបាទដែលនៅក្នុងផ្ទាំងនេះគឺយើងត្រូវការនៅអត្តលេខហើយនឹងពាក្យសម្ងាត់របស់លោកនិកបាទអញ្ចឹងដើម្បីជាភាពងាយស្រួលគឺលោកនិកអាច login ចូលតាមរយៈ QR code បាទដែលមួយងារហ្នឹងគឺយើងបានសរសេរថា scan QR ចូលបាទដែលប៊ូតុងហ្នឹងគឺមានពណ៌បៃតងបាទអញ្ចឹងសូមលោកនិកចុចទៅលើប៊ូតុងពណ៌បៃតងហ្នឹងមកបាទបន្ទាប់មកទៀតបើសិនជាលោកនិកមានទូរស័ព្ទដៃផ្សេងទៀតឬក៏មាន device អីដែលបង្ហាញនៅ QR ហ្នឹងអាច scan ចូលកន្លែងហ្នឹងក៏បានប៉ុន្តែបើសិនជាលោកនិកបាន save QR ហ្នឹងឬក៏រក្សា QR ហ្នឹងទុកនៅក្នុងផ្ទាំងរូបភាពបើសិនជាលោកនិកបានរក្សាទុក QR ហ្នឹងនៅក្នុងរូបភាពសូមលោកនិកចុចពាក្យថាផ្ទុករូប QR ពីឧបករណ៍បាទអញ្ចឹងលោកនិកសូមចុចនៅកន្លែងហ្នឹងមកបាទបន្ទាប់មកទៀតសូមលោកនិកជ្រើសរើសពាក្យថា photo library បាទអញ្ចឹងនៅខាងលើគេហ្នឹងបាទមកដល់កន្លែងនេះសូមលោកនិកជ្រើសរើសទៅលើរូប QR ដែលលោកនិកបាន save ទុកអញ្ចឹងខ្ញុំជ្រើសរើសរូប QR មួយនេះបាទបន្ទាប់មកទៀតសូមលោកនិកជ្រើសរើសសញ្ញាគ្រីសបាទចុចសញ្ញាគ្រីសកន្លែងនេះបាទបន្ទាប់ពីលោកនិកបានអាប់ឡូតនៅ QR រួចរាល់លោកនិកនឹងបានផ្ទាំងបែបនេះដែលជាផ្ទាំង home page បាទអញ្ចឹងលោកនិកអាចមើលបញ្ជាក់ទៅលើឈ្មោះដើម្បីប្រកាសថាផ្ទាំងនេះជាផ្ទាំងរបស់លោកនិកបាទអញ្ចឹងលោកនិកអាចពិនិត្យទៅលើឈ្មោះហើយបើសិនលោកនិកចង់មើលនៅព័ត៌មានលោកនិកបន្ថែមសូមលោកនិកចុចទៅលើឈ្មោះឬក៏រូបមួយនេះបាទអញ្ចឹងនៅពេលដែលលោកនិកចុចទៅលើកន្លែងហ្នឹងមកយើងនឹងឃើញនៅប្រវត្តិរូបរបស់លោកនិកផ្ទាល់បាទលោកនិកអាចអូស scroll មើលបានហើយបើសិនជាកន្លែងណាមានបញ្ហាក៏ដូចជាលោកនិកចង់បន្ថែមនៅរូបភាពលោកនិកសូមចុចពាក្យថាកែប្រែបាទអញ្ចឹងនៅពេលដែលលោកនិកចុចកែប្រែលោកនិកអាចកែប្រែនៅព័ត៌មានលោកនិកដែលអត់ត្រឹមត្រូវឬក៏លោកនិកចង់បញ្ចូលនៅរូបភាពអាចចូលនៅកន្លែងនេះបានបាទអញ្ចឹងមកដល់កន្លែងនេះខ្ញុំសូមបង្ហាញលោកគ្រូតែប៉ុណ្្នឹងហើយខ្ញុំសូមត្រឡប់ថយក្រោយវិញបាទអញ្ចឹងមកដល់មុខងារសំខាន់នៅក្នុងប្រព័ន្ធនេះលោកនិកអាចមើលនៅខាងក្រោមយើងដាក់ពាក្យថាមុខងារបាទយើងមានវត្តមានតេស្តក្នុងវ័យតម្លៃការវិភាគស្វ័យសិក្សាហើយនឹងមុខងារការប្រឡងបាទអញ្ចឹងខាងក្រោមនេះគឺជាការជួយដំណឹងដល់លោកនិកទេបាទអញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូមុខងារទាំង5នេះដើម្បីឲ្យលោកគ្រូចេះប្រើប្រាស់និងយល់ថាតើមុខងារនីមួយៗហ្នឹងយើងប្រើប្រាស់ដើម្បីអ្វីបាទអញ្ចឹងជាទូទៅនៅក្នុងមួយសប្តាហ៍លោកគ្រូត្រូវការនៅការវិភាគដើម្បីរៀនអញ្ចឹងលោកគ្រូសូមជ្រើសរើសនៅមុខងារការវិភាគបាទអញ្ចឹងខ្ញុំចុចចូលនៅមុខងារការវិភាគនេះអញ្ចឹងលោកគ្រូនឹងឃើញនៅកាលវិភាគដែលលោកគ្រូរៀននៅសប្តាហ៍បន្ទាប់បាទអញ្ចឹងមុខងារទី2គឺតាក់ទងជាមួយនឹងមុខងារវត្តមានបាទជាទូទៅនៅពេលដែលលោកគ្រូរៀននៅចុងសប្តាហ៍យើងនឹងមានការចុះវត្តមានបាទអញ្ចឹងសូមលោកគ្រូចុចទៅលើពាក្យថាវត្តមាននឹងបាទអញ្ចឹងនេះគឺជាវត្តមានដែលលោកគ្រូត្រូវការចុះបាទហើយលោកគ្រូចូលមកដំបូងយើងនឹងឃើញពាក្យថាសូមរងចាំចុះវត្តមានបាទអញ្ចឹងមុខងារនេះគឺយើងមានការ
update copy យើងរៀននៅក្នុង Google Form លោកគ្រូបាទអញ្ចឹងលោកគ្រូត្រូវការទាមទារនៅលេខកូដដើម្បីចុះវត្តមានហើយការចុះវត្តមាននេះគឺក្នុងមួយវេនគឺទាមទារឲ្យលោកគ្រូចុះពី2ទៅ3ដងអាស្រ័យទៅលើលោកគ្រូអតេគាត់ដាក់ជូនបាទសម្រាប់ការចុះវត្តមាននេះដែរលោកគ្រូអាចចុះវត្តមានបានលុះត្រាតែក្រុមការងារអ្នកសម្របសម្រួលបើលោកគ្រូចុះឬក៏លោកគ្រូអតេគាត់បើឲ្យចុះបាទហើយការចុះវត្តមាននេះលោកគ្រូត្រូវការលេខកូដ6ខ្ទង់ដើម្បីចុះវត្តមានបាទដែលលេខកូដនេះគឺពេលដែលលោកគ្រូអតេគាត់បង្រៀនលោកគ្រូអតេគាត់នឹងបង្ហាញដើម្បីឲ្យលោកគ្រូយកលេខកូដហ្នឹងមកចុះទៀតលោកគ្រូគ្រាន់តែយកលេខកូដហ្នឹងមកបំពេញចូលនៅត្រង់កន្លែងបញ្ចូលលេខកូដ6ខ្ទង់បាទអញ្ចឹងបន្តមកទៀតចុចប៊ូតុងចុះវត្តមានបាទអញ្ចឹងនៅពេលដែលលោកគ្រូចុះវត្តមានកន្លែងនេះគឺស្ថិតនៅ A នៅឡើយទេបាទព្រោះលោកគ្រូអាចមើលនៅកន្លែងនេះបានគឺលោកគ្រូត្រូវការចុះវត្តមាន2ដងបាទដើម្បីsystem ចាប់ថាលោកគ្រូបានចូលរៀនពេញម៉ោងបាទបើមិនជាលោកគ្រូចុះតែម្ដងទេអវត្តមានអញ្ចឹងបាទអញ្ចឹងត្រង់កន្លែងនេះគឺមានតែប៉ុណ្ណឹងលោកគ្រូគ្រាន់តែរងចាំការចុះវត្តមានលើកទី2បាទដោយសារតែនេះគឺលោកគ្រូចុះបានតែម្ដងទេគឺនៅសល់លើកទី2ម្ដងទៀតបាទអញ្ចឹងនៅពេលដែលលោកគ្រូទេឬក៏ក្រុមការងារបើឲ្យលោកគ្រូចុះលើកទី2លោកគ្រូគ្រាន់តែយក password ដែលគ្រូទេគាត់បានបង្ហាញហ្នឹងមកហើយលោកគ្រូគ្រាន់តែបំពេញលេខកូដហ្នឹងត្រង់កន្លែងបញ្ចូលលេខកូដ6ខ្ទង់បាទហើយចុចវត្តមានមកដល់ពេលដែលលោកគ្រូគ្រប់គោលការណ៍នៃការចុះវត្តមាន2ដងហ្នឹងលោកគ្រូអាច check មើលវត្តមានខ្លួនឯងបាននៅត្រង់កន្លែងនេះគឺនឹងឃើញលោកគ្រូបានពៃហើយបាទលេខបានអីបាទអញ្ចឹងនៅត្រង់កន្លែងនេះដែរលោកគ្រូអាចផ្លាស់ប្ដូរនៅមុខវិជ្ជាសិក្សាដើម្បីមើលវត្តមានតាមមុខវិជ្ជាហ្នឹងបាទឥឡូវនេះយើងចូលមកកាន់មុខងារតេស្តរង្វែងតម្លៃបាទអញ្ចឹងសូមលោកគ្រូចូលមកកាន់តេស្តរង្វែងតម្លៃបាទអញ្ចឹងនៅក្នុងមុខងារនេះគឺនៅពេលដែលលោកគ្រូចូលមកយើងមាន2ប៊ូតុងធំយើងមានទី1គឺធ្វើតេស្តទី2គឺតារាងបន្ទុកបាទអញ្ចឹងផ្ទាំងទី1ការធ្វើតេស្តនេះលោកគ្រូនឹងឃើញនៅតេស្តដែលលោកគ្រូត្រូវធ្វើនៅក្នុងមុខវិជ្ជាមួយនឹងបាទអញ្ចឹងនៅក្នុងការនីមួយៗនឹងបង្ហាញថាតើតេស្តហ្នឹងជាតេស្តដើមម៉ោងតេស្តចុងម៉ោងហើយមុខវិជ្ជាណាដែរហើយការអនុញ្ញាតឲ្យលោកគ្រូចូលធ្វើតេស្តហ្នឹងប្រហែលដងបន្ទុកហើយនេះគឺជារយៈពេលដែលលោកគ្រូអាចចូលធ្វើតេស្តបាទចន្លោះពីថ្ងៃណាដល់ថ្ងៃណាបាទអញ្ចឹងកន្លែងនេះខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងនៅពេលដែលលោកគ្រូចង់ធ្វើតេស្តលោកគ្រូគ្រាន់តែចុចពាក្យថាចាប់ផ្ដើមហើយនៅពេលដែលលោកគ្រូបញ្ចប់ហើយលោកគ្រូអាចចុចមើលនៅក្នុងតារាងបន្ទុកនេះបានបាទលោកគ្រូនឹងឃើញបន្ទុករបស់លោកគ្រូបន្ទាប់ពីលោកគ្រូបានធ្វើតេស្តរួចរាល់បាទអញ្ចឹងបន្តមកទៀតគឺទាក់ទងជាមួយនឹងមុខងារស្វ័យសិក្សាបាទអញ្ចឹងនៅក្នុងមុខងារស្វ័យសិក្សានេះយើងមាន3ប៊ូតុងធំទី1ទាក់ទងជាមួយនឹងមុខងារបណ្ដុះបណ្ដាលតាមសប្ដាហ៍បាទអញ្ចឹងកន្លែងនេះគឺលោកគ្រូអាចចូលមកមើលនៅវីដេអូបង្រៀនតាមសប្ដាហ៍បានតាមសប្ដាហ៍តាមមុខវិជ្ជាបាទអញ្ចឹងនៅពេលដែលលោកគ្រូចុចទៅលើមុខងារហ្នឹងមកលោកគ្រូនឹងឃើញនៅមុខវិជ្ជាដែលលោកគ្រូបានសិក្សាបាទអញ្ចឹងលោកគ្រូអាចចុចទៅលើកន្លែងហ្នឹងហើយយើងឃើញថ្ងៃទីហើយបន្តិចគឺមើលវីដេអូបាទបន្តមកទៀតគឺទាក់ទងជាមួយនឹងកិច្ចការគ្រូបរិញ្ញាបត្រហើយនិងគណៈគ្រប់គ្រងបាទដែលយើងហៅខ្លីថាកិច្ចការទាំង12ហ្នឹងបាទអញ្ចឹងចំពោះកិច្ចការនេះគឺជាកិច្ចការស្វ័យសិក្សាដែលលោកគ្រូមាន2ធំកន្លែងនេះយើងមានកិច្ចការសម្រាប់គ្រូបង្រៀនគឺវិធីសាស្ត្របង្រៀនបែបថ្មីហើយចំពោះគណៈគ្រប់គ្រងគឺកិច្ចការអភិបាលកិច្ចសាលារៀនបាទអញ្ចឹងនៅក្នុងកិច្ចការនីមួយៗលោកគ្រូអាចចូលមកកាន់កិច្ចការទី1អញ្ចឹងនៅក្នុងកិច្ចការទី1យើងបែងចែកជាសំណុំទៀតបាទលោកគ្រូអាចចុចទៅលើសំណុំណាមួយមកហើយលោកគ្រូចុចទៅលើពាក្យថាកិច្ចការបាទអញ្ចឹងលោកគ្រូអាចចាប់ផ្ដើមធ្វើតេស្តឬក៏ធ្វើកិច្ចការនឹងបានបាទអញ្ចឹងនៅពេលដែលលោកគ្រូបានធ្វើកិច្ចការនឹងរួចរាល់អញ្ចឹងលោកគ្រូអាចចូលមកមើលលទ្ធផលកិច្ចការគ្រូបរិញ្ញាបត្រឬក៏គណៈគ្រប់គ្រងនឹងបាទ
អញ្ចឹងនេះគឺជាផ្ទាំងដើម្បីបង្ហាញថាតើកិច្ចការណាខ្លះដែលលោកគ្រូធ្វើបានប្រមាណភាគរយបាទហើយលោកគ្រូអាចចុចមើលនៅប្រវត្តិសង្ខេបនឹងទៀតបានបាទហើយលោកគ្រូក៏អាចចូលទៅមើលប្រវត្តិដែលលោកគ្រូធ្លាប់ធ្វើកិច្ចការនឹងបានបាទអញ្ចឹងនៅកន្លែងនេះគឺអត់ទាន់មានបង្ហាញនៅប្រវត្តិលោកគ្រូដោយសារតែយើងអត់ទាន់បានធ្វើទៅលើកិច្ចការហ្នឹងបាទដូចនេះការបង្ហាញរបស់ខ្ញុំមានតែប្រព័ន្ធហ្នឹងលោកគ្រូអាចចូលទៅសាកល្បងនៅក្នុងប្រព័ន្ធយើងបានហើយឬក៏លោកគ្រូអាចតាក់ទងមកក្រុមការងារដើម្បីស្រាយចម្ងល់លោកគ្រូអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងបាទអរគុណលោកគ្រូសម្រាប់ការទស្សនាវីដេអូមួយនេះបាទ